ជប់មិញបងសម្ងាត់ខ្លាំង software របស់ពួកគេប្រើការកំណត់ទីតាំងគោល order នេះ server របស់មានការប្រែប្រួលម្ដងកាលគោល order នេះមិនត្រូវគ្នាវានឹងមានបញ្ហាធម្មតាយ៉ាងណាក៏ពួកគេបរាជ័យហើយអញ្ចឹងយើងធ្វើអ្វីបន្ត update patch version ថ្មីបំផុតឡើងហាងខ្លាំងខ្លាយស្លាប់មួយជុំក៏នឹងមានមួយជុំទៀតប៉ុន្តែគ្រាន់តែបច្ចេកវិទ្យារបស់ខ្ញុំអភិវឌ្ឍលឿនជាងពួកគេជានិច្ចពួកគេនឹងតែអាចដើរតាមពីក្រោយហើយឬតែសំណល់ប៉ុណ្ណោះបងអ្នកចង់ធ្វើអ្វីទៀតហើយកំណែពិតពីក្រោយប្រព័ន្ធតែមួយគត់លើអ៊ីនធឺណិតអ្នកដែលទិញពីហាងផ្សេងហើយត្រូវគេបោកតាមរូបថតបញ្ជីទិញខ្លាំងៗបញ្ចុះតម្លៃ5យន់បងពិធីនេះរបស់បងខ្លាំងពេកហើយមនុស្សទាំងនោះដែលចំណាយ 4.94 ទិញរបស់អ្នកស្នើសុំសម្រាប់ជេរហើយពេលឃើញបងបញ្ចុះ5យន់មានន័យថាផ្ដល់ឥតគិតថ្លៃហើយថែមទាំងខាតសូមជេរមិនយកត្រឡប់មកវិញទាំងអស់ទេហាងខ្លាំងៗបានជួយខ្ញុំតម្រៀបអតិថិជនមួយជុំតែត្រូវបានច្រោះចេញដោយ 4.9 គឺជាមនុស្សដែលចង់បានតែតម្លៃថោកប៉ុន្តែអ្នកដែលមានតម្រូវការពិតប្រាកដតែព្រមចំណាយប្រាក់សម្រាប់ប្រសិទ្ធភាពពេលដឹងថាត្រូវបានបោកពួកគេនឹងត្រឡប់មកវិញអូហូតើអ្នកធ្វើបានយ៉ាងម៉េចអ្នកថតអ្នកមកដោះស្រាយពីនិតរូបថតហើយផ្ញើបានបញ្ចុះតម្លៃមិនចាំបាច់ឲ្យខ្ញុំមើលទេបានរូបថតផ្ញើបានខេមីមុននេះខ្ញុំទិញពីហាងផ្សេងធ្វើឲ្យខ្ញុំដាំបន្លែ3ថ្ងៃស្ទើរតែខឹងស្លាប់ត្រឡប់មកទិញកំណែពិត10នាទីខ្លាំងពេញហើយតម្លៃស្មើគុណភាពខ្ញុំទទួលស្គាល់ហាងដែលអនុញ្ញាតសងប្រាក់ក្នុង5ថ្ងៃដោយគ្មានហេតុផលហាងខ្លាំងៗដែលលក់ហើយរកគេចអាចដូចគ្នាបានទេចុះវាយបច្ចេកវិទ្យារបស់អ្នកអស្ចារ្យណាស់ខ្ញុំមិនទាន់បើកគេហទំព័រផងបន្លែទាំងអស់នៅក្នុងឃ្លាំងហើយមិនទាន់ចប់ទេពី20,000បង10,000,000លាន20,000បងរកបាន 20,000 ក្នុងមួយថ្ងៃប្រាក់ខែពួកខ្ញុំមួយខែត្រឹម 1,800 ប៉ុណ្ណោះប្រាក់ខែនោះចំណុចស្នូលនៃការទីផ្សារបញ្ច្រាស់មិនមែនអ្នកធ្វើឲ្យគូប្រជែងដួលទេប៉ុន្តែគឺយកអតិថិជនរបស់គូប្រជែងមកក្លាយជាអតិថិជនរបស់អ្នកហាងខ្លាំងៗចំណាយលុយទិញចំណាត់ថ្នាក់បង្កើនការវិតម្លៃល្អបន្ថយតម្លៃចុងក្រោយពួកគេជួយផ្សព្វផ្សាយឲ្យខ្ញុំទាំងអស់បងពួកយើងជោគជ័យហើយ 20,000 ហៅថាជោគជ័យហើយឬឆ្នាំ 2009 20,000 យន់គឺមិនតិចទេប៉ុន្តែនៅក្នុងទីផ្សារអ៊ីនធឺណិតទាំងមូលវាមិនទាន់អាចបង្កើតរលកតូចមួយផងកម្រិតខ្ពស់បំផុតរបស់ Farm Manager គឺអ្នកប្រើ70លាននាក់ឥឡូវនេះខ្ញុំទើបទទួលបានតិចជាង 1% ឈ្មោះ Light Technology បានផ្សព្វផ្សាយក្នុងក្រុមអ្នកទិញរបស់ហាងខ្លាំងៗជាច្រើនហើយចាប់ពីថ្ងៃនេះទៅមិនមែនខ្ញុំទៅរកអតិថិជនទេគឺអតិថិជនមករកខ្ញុំដូច្នេះជំហានបន្ទាប់យើងធ្វើអ្វី Subscribe របស់ Dear យកម៉ាស៊ីនទាំងនោះមកប្រើដំណើរការផ្ញើទំនិញស្វ័យប្រវត្តិរបស់ Farm Manager ទាំងអស់បានអ្នកនិយាយអ្វីខ្ញុំធ្វើអ្វីនោះប្រាក់ដំបូងរកបានហើយប៉ុន្តែបញ្ហាបន្ទាប់ទើបជាការចាប់ផ្ដើមពិតប្រាកដជំហានបន្ទាប់ធ្វើអ្វីនៅក្នុងអ៊ីនធឺណិតឆ្នាំ 2009 Farm Manager គ្រាន់តែជាកន្លេសបើកទ្វាររ៉ែមាសពិតប្រាកដនៅខាងក្រោយអ្នកនៅចេះត្រឡប់មកវិញតើអ្នកធ្វើអ្វីនៅហាងអ៊ីនធឺណិតនិយាយមកអ្នកមានចែងនៅផ្សារបន្លែការពីម្សិលមិញនៅមុខមនុស្សជាច្រើនបានសួរខ្ញុំថាកូនប្រុសអ្នកលេងយូអែនមិនរៀនសូត្រល្អមែនទេរាល់ថ្ងៃទៅហាងអ៊ីនធឺណិតហើយស្នៅជាមួយអ្នកអាក្រក់មនុស្សក៏មិនដូចមនុស្សខ្មោចក៏មិនដូចខ្មោចមុខចាស់របស់ខ្ញុំត្រូវដាក់នៅណាឪពុកអ្នកធ្វើការនៅរោងចក្រ20ឆ្នាំមិនដែលមាននរណាចង្អុលមុខនិយាយអាក្រក់ទេឥឡូវល្អហើយគ្រប់គ្នានៅតំបន់នេះដឹងថាកូនប្រុសខ្ញុំជាមនុស្សអាក្រក់លេងតាមហាងអ៊ីនធឺណិតលោកលេនអ្នកគុំទាញខ្ញុំថ្ងៃនេះខ្ញុំត្រូវសួរឲ្យដឹងច្បាស់56,878ប៉ាខ្ញុំបានធ្វើបានហើយអ្នករកលុយច្រើនបែបនេះមកពីណាលោកលេនចាប់ខ្ញុំមួយផ្លេតតើខ្ញុំកំពុងសុបិនឬប៉ាម៉ាក់លុយទាំងនេះមិនមែនលួចមកទេក៏មិនមែនប្លន់មកដែរខ្ញុំជួយអ្នកលក់លើបោចូលសរសេរកម្មវិធីផ្សព្វផ្សាយពួកគេចែកកម្រៃជើងសារតាមការលក់ឲ្យខ្ញុំនិយាយឲ្យច្បាស់គឺជាការងារបច្ចេកទេសកម្មវិធីផ្សព្វផ្សាយការងារបច្ចេកទេសអ្នកចេះរឿងទាំងនេះតាំងពីពេលណារយៈពេលវិទ្យាល័យ3ឆ្នាំសូម្បីតែថ្នាក់កុំព្យូទ័រក៏ធ្លាប់ជាប់តែម្ដងលើអ៊ីនធឺណិតមានមេរៀនមានវេទិកាមាន source code បោកចំរៀននៅអ៊ីនធឺណិតហេរឿងទាំងនេះសាលាមិនបង្រៀនទេប៉ុន្តែមិនមានន័យថារៀនមិនបានខ្ញុំប្រហែលរៀនសៀវភៅមិនពូកែតែខ្ញុំមានទេពកោសល្យខាងបច្ចេកវិទ្យាអញ្ចឹងលុយ 2,000 ដែលអ្នកខ្ចីមុននេះ 2,000 នោះប្រើសម្រាប់ចាប់ផ្ដើមទិញ S-Burn និងជួលម៉ាស៊ីនសរសេរកូដចំនួនដំបូង4ថ្ងៃក៏រកបានវិញអញ្ចឹងហេតុដែលអ្នកនិយាយមុននេះថាមិនរៀនម្ដងទៀតគឺដោយសាររឿងនេះមែនទេនេះជាលិខិតជូនដំណឹងចូលរៀនសាកលវិទ្យាល័យហិរញ្ញវត្ថុចេញនៅសាខាហុងឈិនថ្នាក់ទី3ពីសាកលវិទ្យាល័យហិរញ្ញវត្ថុចេញនៅមិនឆ្ងាយទេខ្ញុំបានចុះឈ្មោះសម្រាប់ជីវភាពចូលរៀនថ្នាក់ទី3ក៏ជាសាកលវិទ្យាល័យដែរទីបំផុតគ្រួសារយើងមាននិស្សិតសាកលវិទ្យាល័យហើយក្នុងកាតនេះមានប៉ុន្មាន 10,000 ឲ្យពួកអ្នកថ្លៃសិក្សាថ្នាក់បំពន់របស់ Hugh Smith ក្រោយចំណាយក្នុងផ្ទះទាំងអស់យកពីទីនេះលុយនៅសល់ខ្ញុំនឹងប្រើចុះបញ្ជីក្រុមហ៊ុននិងជួលការិយាល័យមុនចូលរៀនត្រូវរៀបចំរឿងទាំងនេះឲ្យរួចចុះបញ្ជីក្រុមហ៊ុនក្មេងទៅបញ្ចប់វិទ្យាល័យដូចអ្នកចង់បើកក្រុមហ៊ុនមែនទេខ្ញុំក្រុងទៅជួលការិយាល័យចិត្តសាលាមុនចូលរៀនខ្ញុំក៏ត្រូវជួលការិយាល័យហើយចុះបញ្ជីក្រុមហ៊ុនរឿងបច្ចេកទេសខ្ញុំអាចដោះស្រាយម្នាក់ឯងប៉ុន្តែរចនាសម្ព័ន្ធក្រុមហ៊ុនត្រូវបង្កើតជាមុនពេលចូលសាកលវិទ្យាល័យបានខ្ញុំនឹងជ្រើសរើសមនុស្សបង្កើតក្រុមលុយនេះកូនរកបានដោយខ្លួនឯងយើងមិនអាចយកទេយូអែនលុយដែលកូនរកបានទុកខ្លួនឯងទៅកូនបើកក្រុមហ៊ុនត្រូវការលុយច្រើនណាស់រឿងក្នុងផ្ទះកុំបារម្ភប៉ាម៉ាក់ចាំពាក្យដែលខ្ញុំធ្លាប់និយាយទេខ្ញុំនិយាយថាខ្ញុំមិនត្រឹមតែផ្លាស់ប្ដូរជោគវាសនាខ្លួនឯងទេខ្ញុំក៏នឹងផ្លាស់ប្ដូរជោគវាសនាគ្រួសារនេះដែរនេះមិនមែនជាពាក្យគូសំទេថ្នាក់បំពន់របស់យូត្រូវចូលរៀនហើយត្រូវជាកន្លែងល្អបំផុតលុយនេះមិនមែនឲ្យពួកអ្នកទេគឺឲ្យយូមកនេះបងនឹងគត់គង់ឲ្យកូនចូលថ្នាក់បំពន់ល្អបំផុតចូលសាកលវិទ្យាល័យល្អបំផុតកូនមិនចាំបាច់បារម្ភអ្វីទេ
រៀនឲ្យបានល្អគឺអ្នកដែលហៅទូរស័ព្ទមកចង់មើលអគារការិយាល័យថាវិការប៉ុន្មានចិត្តទីក្រុងសាកលវិទ្យាល័យមិនថោកទេបើអ្នកចង់សន្សំលុយផ្ទះ3បន្ទប់1បន្ទប់ទទួលភ្ញៀវនៅតំបន់ខាងជួលប្រចាំខែ1200ចែកជួលជាមួយមិត្តរួមថ្នាក់សមមើលផ្ទះស្នាក់នៅទេខ្ញុំចង់បានអគារការិយាល័យអ្នកជួលមកធ្វើអ្វីឲ្យក្រុមហ៊ុនមានតម្រូវការច្បាស់លាស់មួយចំនួនទី1ត្រូវអាចដាក់ Viber សម្រាប់អាជីវកម្មយ៉ាងហោចណាស់ bandwidth 100ល្អបំផុតអាចដល់1 GB CP ប្រព័ន្ធអគ្គិសនីត្រូវទ្រាំទ្រឧបករណ៍ថាមពលខ្ពស់មិនមែនត្រឹមកុំព្យូទ័រប៉ុន្មានគឺការប្រើភ្លើងបន្តដល់កម្រិត server ទី3ម៉ាស៊ីនត្រជាក់ត្រូវគ្រប់គ្រងដោយឡែកមិនអាចបិទរូមនៅម៉ោង8យប់បានទេអ្នកចង់ដាក់ server ត្រូវបើអ្នកប្រាប់តម្រូវការទាំងនេះមុនខ្ញុំនឹងមិននាំអ្នកមើលការិយាល័យធម្មតាទេតំបន់សាកលវិទ្យាល័យនេះនៅតំបន់សាកលវិទ្យាល័យនេះមានអគារការិយាល័យប្រណិតដែលអាចបំពេញតម្រូវការសហរាជរាប់រយមានតែ3អគារប៉ុណ្ណោះពីក្នុងចំណោមនោះមានផ្ទៃខាងក្រោយជារដ្ឋនីតិវិធីស្មុគស្មាញយ៉ាងហោចណាស់ត្រូវរងចាំ1ខែមួយទៀតគឺមជ្ឈមណ្ឌលដែលជាកម្មសិទ្ធិឯកជនទើបប្រកួតអគារកាលពីឆ្នាំមុនសេវាគ្រប់គ្រងអគារជារបស់អ្នកអភិវឌ្ឍនីតិវិធីងាយស្រួលប៉ុន្តែតម្លៃប៉ុន្មានក្នុង1ម៉ែត្រការ៉េ1កាក់កន្លះថ្លៃគ្រប់គ្រងបន្ថែមទៀត3កាក់ក្នុង1ម៉ែត្រការ៉េនាំខ្ញុំទៅមើលឡានបន្ទប់ការពារសំឡេងនេះដូចជាត្រូវបានបង្កើតឡើងសម្រាប់ដាក់ម៉ាស៊ីន server 120ម៉ែត្រការ៉េគ្រប់គ្រាន់សម្រាប់ដាក់ម៉ាស៊ីន20គ្រឿងនិងកន្លែងអង្គុយ10មានកម្រាលការពារអគ្គិសនីស្ថិតនឹងម៉ាស៊ីនត្រជាក់ឯករាជ្យអ៊ីនធឺណិតសហគ្រាសល្បឿនលឿនក្នុងឆ្នាំ2009ការិយាល័យដែលមានការកំណត់រចនាសម្ព័ន្ធទាំងតំបន់សាកលវិទ្យាល័យរកមិនឃើញទី2ទេយ៉ាងម៉េចដែរបន្ទប់នេះគឺល្អបំផុតនៅជាន់ទាំងមូលតែទៅទីខាងត្បូងពន្លឺល្អប៉ុន្តែនិយាយតាមត្រង់បន្ទប់នេះដាក់ជួលបាន3ខែហើយមានអ្នកសួរច្រើនប៉ុន្តែមិនមានអ្នកចង់ជួលពិតប្រាកដទេគ្រប់គ្នាគិតថាថ្លៃជួលប្រចាំខែប៉ុន្មាន120ម៉ែត្រការ៉េតម្លៃ1ម៉ែត្រការ៉េ1ខែ5400ថ្លៃគ្រប់គ្រង3កាក់ក្នុង1ម៉ែត្រការ៉េ1ខែ360សរុប5760រយៈពេល3ឆ្នាំគឺ23040ត្រូវកិច្ចសញ្ញាចាប់ពី1ឆ្នាំឡើង4500ក្នុង1ខែរយៈពេល3ឆ្នាំចុះកិច្ចសញ្ញា2ឆ្នាំ4500តម្លៃទីផ្សារតំបន់នេះគឺ1កាក់កន្លះអ្នកកាត់ចុះត្រឹម1កាក់2ខ្ញុំមានធនធាននិស្សិតនៅបើថ្ងៃក្រោយអ្នកត្រូវការផ្សព្វផ្សាយអចលនទ្រព្យនៅទីនេះខ្ញុំអាចជួយអ្នកបានធ្វើទីផ្សារតាមអ៊ីនធឺណិតមិនគិតថ្លៃទេបាន4500ក្នុង1ខែរយៈពេល3ឆ្នាំចុះកិច្ចសញ្ញា2ឆ្នាំប៉ុន្តែការផ្សព្វផ្សាយតាមអ៊ីនធឺណិតដែលអ្នកនិយាយកុំបោកខ្ញុំគ្មានបញ្ហាទេបងប្រុសឆ្នាំនេះអ្នកអាយុប៉ុន្មា18កូនសក់ឲ្យអ្នកមជ្ឈមណ្ឌល1508 120ម៉ែត្រការ៉េអ្នកបង្ហោះព័ត៌មានជ្រើសរើសបុគ្គលិកនៅវេទិកាសាលានិងគេហទំព័រជ្រើសរើសការងារជ្រើសរើសមនុស្សបងការិយាល័យយើងទំនេរពេកហើយសំបីតែទៅមួយក៏គ្មានមានរឿងហើយនិយាយមកបងប្អូនតើកំពុងដើរផ្លូវខុសមែនទេមិត្តខ្ញុំថាឃើញគេនៅហាងអ៊ីនធឺណិតជួលម៉ាស៊ីនរាល់ថ្ងៃអស់1ខែពេញដឹងថាគេធ្វើអ្វីទេបោកប្រាស់បោកឲ្យមនុស្សទិញ software ហើយបញ្ចូលមេរោគ Trojan មិត្តខ្ញុំឃើញផ្ទាល់ភ្នែកចុងក្រោយគេត្រូវប៉ូលីសនាំទៅតាមបទបោកប្រាស់ចុងក្រោយនឹងចូលគុកបោកប្រាស់អីបងរកលុយដោយសរសេរ script នេះជាភស្តុតាងអ្នកបង្ហោះអ្វីឲ្យពួកគេបើកភ្នែកមើលកុំឲ្យមើលងាយអ្នករាល់ថ្ងៃរូបនេះកាត់មែនទេអាចរកបាន20000មែនហើយមនុស្សប្រឡងបាន320ពិន្ទុអាចសរសេរ script បានអួតដោយមិនព្រៀងអាកំណាចនេះអ្នកមិនអាចយករឿងដែលលើសពីការយល់ដឹងរបស់អ្នកបានទេក្មេងខ្ចីសូមអភ័យទោសបន្តិចសូមសួរថាទីនេះជាលុយមែនទេខ្ញុំមកសម្ភារតំណែងប្រធានហិរញ្ញវត្ថុយើងមិនបានប្រកាសជ្រើសរើសប្រធានហិរញ្ញវត្ថុទេខ្ញុំជាអ្នកបង្ហោះសួស្ដីខ្ញុំឈ្មោះជាម្ចាស់លុយសុំទោសប្រហែលខ្ញុំដើរខុសផ្លូវហើយខ្ញុំមករកក្រុមហ៊ុនបច្ចេកវិទ្យាមិនមែនក្លឹបសហគ្រិននិស្សិតទេអាយុ28ឆ្នាំបញ្ចប់ការសិក្សាជំនាញគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យសិស្សការងារ5ឆ្នាំមុននេះធ្វើជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងប្រវត្តិរូបអ្នកសរសេរថាប្រាក់ខែរំពឹងគឺ4500ដូច្នេះប្រាក់ខែអ្នកគ្រប់គ្រងហិរញ្ញវត្ថុនៅគឺ4200ពុកនឹងប្រាក់រង្វាន់ចុងឆ្នាំមុនអ្នកទទួលបានប្រហែល50000ដូច្នេះការផ្លាស់ប្ដូរការងាររបស់អ្នកមិនមែនដោយសារប្រាក់ទេតើអ្នកដឹងប្រាក់ខែរបស់ដោយរបៀបណាស្វែងរកព័ត៌មានទាំងនេះមិនពិបាកសម្រាប់ខ្ញុំទេអ្នកអាចរកឃើញពួកយើងព្រោះអ្នកស្វែងរកពាក្យគន្លឹះនៅលើគេហទំព័រជ្រើសរើសបុគ្គលិកមិនមែនដោយសារប្រាក់ខែឬអត្ថប្រយោជន៍ទេខ្ញុំទីមិនខុសទេមែនទេអញ្ចឹងអ្នកអាចផ្ដល់អ្វីឲ្យខ្ញុំទី1ធានារ៉ាប់រងសង្គមនិងមូលនិធិគ្រប់គ្រាន់កិច្ចសន្យាការងារត្រឹមត្រូវទី2
ដំណើរការហិរញ្ញវត្ថុអ្នកជាអ្នកការសាងសង់ពី0ខ្ញុំមើលតែរបាយការណ៍ទី3រក្សាទុកភាគហ៊ុនជំរើស5អ្នកជាបុគ្គលិកដំបូងដែលទទួលបានភាគហ៊ុនជំរើស2ឆ្នាំក្រោយអ្នកអាចជ្រើសរើសប្រើសិទ្ធិទិញប្រសិនបើតម្លៃឡើយកើនឡើង100ដង5របស់អ្នកនឹងមានតម្លៃ5លានប៉ុន្តែក៏អាចគ្មានតម្លៃសោះដែរអ្នកសំបីតែមិនមានទៅធ្វើការផងខ្ញុំមានម៉ាស៊ីន server ដាក់នៅក្នុងបន្ទប់ការពារសម្លេងតម្លៃទីផ្សារ 20,000 ទៅដំឡើងរួចម្សិលមិញនិយាយបន្ថែមបន្តិចគឺជាផលិតផលរបស់ពួកយើងកម្មវិធីគ្រប់គ្រងស្ថានលេខ1ទូទាំងបណ្ដាញគឺពួកអ្នកបង្កើតមែនទេកម្មវិធីដែលលក់បានជាង 20,000 ក្នុងរយៈពេល4ម៉ោងនោះត្រឹមត្រូវវាជាកូដដែលខ្ញុំសរសេរតែម្នាក់ឯងតើកិច្ចសន្យាចុះធ្វើការចុះហត្ថលេខាពេលណាឥឡូវនេះលោកលេនសូមជួយណែនាំខ្ញុំផងនៅពេលអនាគតកម្មវិធីគ្រប់គ្រងស្ថានបានរួចរាល់ហើយលក់បាន 20,000 ក្នុងមួយថ្ងៃផ្ញើទំនិញដោយស្វ័យប្រវត្តិទទួលបន្ទុកហិរញ្ញវត្ថុមើលការងារសេវាអតិថិជនប៉ុន្តែវាមិនគ្រប់គ្រាន់ទេប្រសិនបើក្រុមហ៊ុនមានតែផលិតផលមួយការបាត់បង់គឺគ្រាន់តែជាបញ្ហាពេលវេលាគម្រោងបន្ទាប់ត្រូវតែធ្វើហើយត្រូវធំជាងកម្មវិធីគ្រប់គ្រងស្ថានឆ្នាំ2009មានទំហំប្រតិបត្តិការប្រចាំឆ្នាំលើស 2,000 លានចំនួនអ្នកលក់កើនឡើង300មនុស្សគ្រប់គ្នាដឹងថាអាចរកលុយបានប៉ុន្តែគ្មាននរណាកត់សម្គាល់ថាឧបករណ៍គ្រប់គ្រងអ្នកលក់ទាំងនេះនៅតែស្ថិតក្នុងសម័យចាស់ទេក្រុមហ៊ុន software ប្រពៃណីមើលរំលងអាជីវកម្មអ្នកលក់តូចព្រោះគិតថាតម្លៃទាបនិងចំណេញតិចប៉ុន្តែពួកគេកញ្ញាខុសមួយចំណុចមានអ្នកលក់100,000នាក់នៅលើទោះបីម្នាក់បង់តែ10ក្នុងមួយខែក៏ដោយមួយខែគឺ10លានហើយអ្វីដែលខ្ញុំចង់ធ្វើមិនមែនជាឧបករណ៍ទេប៉ុន្តែជាច្រកចូលអ្នកណាគ្រប់គ្រងប្រព័ន្ធខាងក្រោយអ្នកលក់អ្នកនោះគ្រប់គ្រងច្រកទិន្នន័យនៃប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកទាំងមូលមូលដ្ឋានទិន្នន័យបញ្ជីទិញទិន្នន័យស្តុកទិន្នន័យអតិថិជនទាំងនេះទើបជាអណ្ដូងមាសពិតប្រាកដបងអ្នកមិនបានគេង